តើពុកម៉ែបងប្អូនកំពុងតែជួបប្រទះជាមួយនឹងបញ្ហាការប្រើប្រាស់ទុយោដែលទប់នឹងសម្ពាធទឹកខ្យល់បានខ្សោយមែនទេជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទគឹមហុងជាបុគ្គលិកផ្នែកទីផ្សារនៅក្រុមហ៊ុន TKS Group ហៅគីសែថ្ងៃនេះពុកម៉ែខ្ញុំបាទសូមណែនាំជាមួយទុយោទឹកមួយដែលជាម៉ាក Bosco បងប្អូនអរគ្នាត្រាប់ទុយោម៉ាក Bosco នេះគឺធន់ការប្រើប្រាស់មែនតើបងប្អូនអរគ្នាបាទគឺទប់បានសម្ពាធទឹកលើសពី280បារសម្រាប់ទំហំខាងក្នុងវិញបងប្អូនគឺមានទំហំ8មីលីម៉ែត្របាទនេះគឺជាទំហំខាងក្នុងរបស់ទុយោរបស់យើងបងប្អូនណាបាទហើយសម្រាប់ទំហំខាងក្រៅរបស់ទុយោទាំងមូលតតែម្ដងគឺមានទំហំ12មីលីម៉ែត្របងប្អូនបាទនេះគឺជាទំហំទាំងមូលរបស់ទុយោរបស់យើងបងប្អូនណាសម្រាប់ទុយោរបស់យើងគឺយើងមាន3ស្រទាប់បងប្អូនអរគ្នាណាគឺមានស្រទាប់ខាងក្នុងស្រទាប់កណ្ដាលហើយនិងស្រទាប់ខាងក្រៅបន្តតែម្ដងបាទសម្រាប់ស្រទាប់ទី1ជាប្រភេទជ័រ rubberជាប្រភេទជ័រទន់ធន់នឹងប្រតិកម្មបាញ់ថ្នាំពុលគ្រប់ប្រភេទស្រទាប់ទី2វិញគឺជាប្រភេទសរសៃអំបោះកាតុនដែលជាផលិតផលរបស់ប្រទេសកូរ៉េ 100% តែម្ដងស្រទាប់ទី3វិញបងប្អូនអរគ្នាគឺជាប្រភេទជ័រ PVC ដែលធន់នឹងកម្ដៅថ្ងៃមែនតើដើម្បីងាយស្រួលក្នុងការចំណាំទុយោ Bosco របស់យើងបាទខ្ញុំចង់បង្ហាញពីពណ៌បាទទី1យើងមានពណ៌ខៀវពណ៌លឿងនិងពណ៌ខ្មៅដែលមាន logo ក្បាលក្រពើជាសម្គាល់ផងដែរទុយោ Bosco របស់យើងគឺយើងមាន3ខ្នាតបាទទី1គឺយើងមានបាទ20ម៉ែត្រ50ម៉ែត្រហើយនិង100ម៉ែត្រយើងអាចបាទប្រើប្រាស់ទៅលើការងារដូចជាបាទការបាញ់ថ្នាំស្វាយបាញ់ថ្នាំចន្ទីនិងដំណាំផ្សេងៗរបស់ពុកម៉ែបងប្អូនសម្រាប់បងប្អូនដែលប្រកបមុខរបរបាទលាងឡានលាងម៉ូតូជាងបាញ់ថ្នាំនិងបាទការសបបាទឡានសបម៉ូតូជាដើមពុកម៉ែបងប្អូនអាចជ្រើសជាមួយនឹងប្រភេទទុយោ Bosco នេះបានពុកម៉ែបងប្អូនអាចធ្វើការខមង់ទិញឥឡូវបានតាមដេប៉ូតំណាងចែកចាយដែលជាដៃគូរបស់ក្រុមហ៊ុន TKS Group ទាំង25ខេត្តក្រុងឬក៏ពុកម៉ែបងប្អូនអាចធ្វើការបាទមកតេស្តផ្ទាល់នៅក្រុមហ៊ុន TKS Group ហើយពិសេសយើងផ្ទាល់តែម្ដងបាទជាចុងក្រោយខ្ញុំបាទក៏សូមអរគុណពុកម៉ែបងប្អូនអរគ្នាដែលចំណាយពេលវេលាបាទទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមគោរពលា